Ok ទាំងអស់គ្នារូបភាពមួយស្លឹកនេះខ្ញុំបានកែច្នៃបរិយាកាសដែលយើងប្រើជា AI ដើម្បីជា generate ដើម្បីទទួលបានបរិយាកាសបែបហ្នឹងនេះជារូបភាពដើមហើយនេះជារូបភាពដែលខ្ញុំបាន generate ដើម្បីឲ្យវាបញ្ចូលបរិយាកាសហើយអានេះគឺខ្ញុំ balance ពណ៌ដើម្បីឲ្យវាមើលទៅវាដូចពិតៗណាហើយបើសិនជាទាំងអស់គ្នាអត់ចេះលេងទេប្រកាសជា fake មិនខានតែអីដែលខ្ញុំលេងនេះគឺវាអត់បានប៉ះពាល់បរិយាកាសទាំងស្រុងទេវាគ្រាន់តែជាការបន្ថែមពលឺអញ្ចឹងការលេងបើសិនជាយើងលេងខុសគឺវាលើសហើយណាអញ្ចឹងវាទាមទារឲ្យយើងលេងដោយប្រុងប្រយ័ត្នលេងដោយ technique ខ្ពស់អូខេខ្ញុំក៏មានបរិញ្ញាវិរបៀបធ្វើ technique អស់នឹងដែរដែលខ្ញុំបានស្រាវជ្រាវជោគជ័យថ្មីមួយទៀតគឺយើងអាចធ្វើរូបនឹងក្នុងពេលតែមួយបាន3ស្លឹកពីមុនយើងធ្វើបានតែ1ស្លឹកទេតែឥឡូវវាអាចថានឹងការសាក់លបងរបស់ខ្ញុំព្យាយាមមកខ្ញុំ test មកបានម្ដង3ស្លឹកដែរណាអូខេនេះជារូបភាពដើមហើយនេះជារូបភាពដែលខ្ញុំបាន generate testing អូខេវាជួយការងារយើងច្រើនហើយការងារអស់ហ្នឹងត្រូវប្រាប់ភ្ញៀវដោយត្រង់ថាពេលដែលយើងទៅថតយើងអាចបានបរិយាកាសបែបហ្នឹងទេណាអូខេដើម្បីបានយើងត្រូវការ design ហើយការ design ពីមុន design រូបប៉ុណ្នេះប្រហែលជាត្រូវចំណាយពេលកន្លះថ្ងៃទៅ1ថ្ងៃគ្រាន់តែមួយស្លឹកតែនៅពេលដែលយើងមាន AI generate គាត់ថា AI វាអត់ដែល free ទេជាយើងប្រើ AI generate ទៅយើងអាចជួយយើងបានហើយពេលដែលយើងមាន AI បើសិនយើងអត់ចេះលាយគ្រឿងអត់ចេះធ្វើឲ្យរូបរបស់យើងស្អាតជាងមុនទេវាចេញមកវា too fake មកបើយើងអត់ចេះម៉ាស់អូខេហើយក្បួនម៉ាស់របស់ខ្ញុំគឺងាយស្រួលក្បួនម៉ាស់របស់ខ្ញុំគឺងាយមែនតើឥឡូវខ្ញុំធ្វើមួយស្លឹកទៀតចុះវាសារតែខ្ញុំនៅសល់3ការងារ3ស្លឹកទៀតអត់ទាន់ហើយអញ្ចឹងខ្ញុំទាញរូបចូលនេះជារូបដើមហើយខ្ញុំទៅរករូបដែលខ្ញុំgenerate ហើយនៅក្នុងនេះអញ្ចឹងនៅនេះអូខេអញ្ចឹងខ្ញុំដាក់រូបនឹងចូលអញ្ចឹង AI ហ្នឹងវាការងារល្អត្រង់ថាវាខុសទៅរកមុខរបស់យើងច្រើនអញ្ចឹងខ្ញុំក៏ធ្វើការម៉ាស់វាអូខេខ្ញុំម៉ាស់វាចេញខ្ញុំប្រើប្រាស់ដើម្បីម៉ាស់វាអូខេសិនជាយើងអត់ម៉ាស់ទេវា fake ខ្លាំងណាអញ្ចឹងយើងត្រូវម៉ាស់ដែរណាអូខេអញ្ចឹងដូចជាសក់អីហ្នឹងក៏យើងត្រូវម៉ាស់ចេញដែរយើងម៉ាស់ចេញមកយើងគិតថាអត់ឈ្នះប្រាស់ទេប្រាស់ពេលយើងម៉ាស់ទៅវា natural ខ្លាំងណានេះវាចេញជំវិញសក់ហ្នឹងខ្ញុំអត់ទាន់ខ្វល់ទេអូខេនេះវាចេញសក់គីនេះអូខេខ្ញុំអត់ទាន់ខ្វល់ទេអញ្ចឹងហើយខ្ញុំនឹងបន្ថយ layer ហ្នឹងប្រហែលជាមកនៅ65%ជាមួយក៏ថែម68ទៅឲ្យវានឹងខ្លាំងជាងនឹងតិចក៏បានដែរអូខេរួចហើយខ្ញុំនឹងបង្កើត layer ថ្មីខ្ញុំនឹងចូលកាមេរ៉ា RAW ដើម្បីថែមពលឺវាហើយយើងយកពលឺហ្នឹងទៅម៉ាស់នៅកន្លែងសក់ដែលយើងបានធ្លុះស្ទើធ្វើស្ទើមុនហ្នឹងណាអូខេយើង balance វាមកវិញអូខេតមកទៀតខ្ញុំsorry ខ្ញុំអត់ទៅមក invert អញ្ចឹងខ្ញុំប្រាស់វាកន្លែងសក់ដែលខ្ញុំធ្លុះហ្នឹងអូខេយកណាអូខេសក់ដែលធ្លុះហ្នឹងខ្ញុំដាក់ឲ្យវាក្រហមដែរតមកទៀតខ្ញុំនឹងបង្កើតបរិយាកាសរួមទាំងអស់ឲ្យវាកាន់តែដូចអូខេយើងឆ្នៃវាថ្មីឲ្យវាដូចឲ្យវា balance ពណ៌គ្នាមកហើយបើសិនជារូបនឹងយើង stir sharp តិចខ្ញុំក៏នឹងចាក់ sharp ចូលទៅអូខេ ហ
នេះជាក្បួនតិចៗរបស់ខ្ញុំដែលយើងទាញប្រយោជន៍មកពី AI អូខេអញ្ចឹងខ្ញុំ save ចូលហ្មងអូខេអញ្ចឹងខ្ញុំទៅមើលរូបមួយទៀតរូបខ្ញុំសល់តែមួយរូបទេដើម្បីបញ្ចប់អញ្ចឹងយើងទាញរូប original ចូលទៅយក AI ដែលយើងបាន generate អូ sorry ដូចជាខុសខ្ញុំទៅរកមើលរូបបែរមកដូចជារូបហ្នឹងបែរមកអូខេនេះអូខេរូបនេះអញ្ចឹងនេះយើង check មើលសក់ហ្នឹងវាអត់ត្រឹមត្រូវទេបើយើងអត់ចេះឆ្នៃអីគឺមកទាំងរស់ហ្មងអញ្ចឹងខ្ញុំម៉ាស់សក់ចេញយើងម៉ាស់កន្លែងនេះចេញឲ្យដាច់អាព្រុយហ្នឹងមកហើយម៉ាស់មុខគេឲ្យដូចមកអូខេអញ្ចឹងយើងធ្វើប៉ុណ្ណឹងហើយយើងបន្ថយ layer វាមកដូចតែមុនដែរបន្ថយវាមក 50-60% មកមុំកុំឲ្យវា fake ពេកណាអូខេបើយើងអត់ចេះឆ្នៃទេប្រកាសជា fake ហើយអញ្ចឹងខ្ញុំបង្កើត layer ថ្មីមួយមកខ្ញុំចូលកាមេរ៉ា raw ទៀតអូខេចូលកាមេរ៉ា raw មកខ្ញុំទាញឲ្យវាវ៉មខ្លាំងមកអូខេវ៉មខ្លាំងហើយខ្ញុំចុចម៉ាស់វាហើយខ្ញុំយកទៅលាបពណ៌សនៅកន្លែងដែលខ្ញុំបានម៉ាស់ធ្លុះនឹងឲ្យចេញពណ៌ក្រហមមកមើលទៅវាដូចអីនេះជាក្បួនមួយដែលខ្ញុំធ្វើមកបានដូចខ្លាំងដែលភ្ញៀវសឹងតែមកដឹងថាខ្ញុំធ្វើនឹង AI generate យើងកុំយក AI មកទាំងស្រុងយើងទៅចេះលៃលោកវាមកណាអូខេអញ្ចឹងខ្ញុំចូលទៅកាន់កាមេរ៉ាមួយទៀតជាខ្ញុំ balance blue ម្ដងទៀតមកយើងអាចទាញអូខេយើង balance វាអូខេ balance វាមកអញ្ចឹងខ្ញុំបានលទ្ធផលមួយដែលល្អអូខេហើយបើសិនជាភ្ញៀវគាត់ខ្ញុំ save មួយសិន save ទុកអូខេបើសិនជាភ្ញៀវគាត់ចង់បានលក្ខណៈងងឹតអីយើងធ្វើចេះវិញចូលកាមេរ៉ា raw មកយើងចូលកន្លែងម៉ាស់នេះមកយើងយក ready filter មកយើងហុំនៅកន្លែងភ្ញៀវមកបាញ់មកកន្លែងថ្ងៃមកហុំអញ្ចឹងមកហើយយើងឲ្យវាធ្វើការនៅខាងក្រៅរង្វង់យើងចុចកន្លែងសញ្ញាចុចនៅកន្លែងនេះមកយើងចុច invert អាហ្នឹងខ្ញុំ invert ទៅវានឹងចាប់ផ្ដើមធ្វើការក្រៅរង្វង់យើងទាញ fader វាក្រោមមកហើយយើងចាប់ផ្ដើមទម្លាក់ពន្លឺអូខេវាល្ងិតខាងក្រៅរង្វង់អញ្ចឹងយើងទាញទម្លាក់ហ្នឹងមកវាងឹតអីអញ្ចឹងអូខេហើយយើងចុចអូខេយើងងឹតជាងមុនហ្នឹងណាពេលខ្លះភ្ញៀវខ្លះគាត់អត់ចង់ឲ្យភ្លឺខ្លាំងឯងចង់ឲ្យវារៀងសតុំអញ្ចឹងយើងត្រូវលៃលោកចាត់ចែងតាមនឹងដែរកុំគិតស្មុគស្មាញយើងធ្វើអីដែលងាយដែលអាចយកបានអូខេអញ្ចឹងវីដេអូរបៀបបញ្ជា AI ប្រើឬមួយក៏ម៉ាស់ពីលើខ្ញុំមានតែប៉ុណ្្នឹងទេអញ្ចឹងបើសិនតើអ្នកគ្នាចង់បាន technique ធ្វើលម្អិតអាចតាក់ទងមកខ្ញុំបានរបស់អស់ហ្នឹងវាអត់ free ទេវាធ្វើការបង់លុយបានទទួលបានលទ្ធផលហើយបើសិនយើងអត់ចេះបង់លុយទេគឺយើងធ្វើការងារយឺតហើយអត់មានវីដេអូរបៀបប្រើរបៀបអីដែរណាអូខេអញ្ចឹងសូមអ្នកគ្នាជោគជ័យលើវិស័យហ្នឹងអរគុណ